បាទសួស្តីបងប្អូនទាំងអស់គ្នាជាបឋមសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលនឹករលឹកដល់ admin ខ្ញុំដល់ខ្ញុំបាទដែលអត់បានចេញមកវីដេអូមួយរយៈនេះហើយក៏បានឆាតសួរទៅកាន់ admin ស្រីក៏ដូចជា page ថាបាត់បងប្អូនទៅណាបាទតាមពិតអត់មានទៅណាទេនៅហ្នឹងទេព្រោះខ្ញុំតាមព័ត៌មានជូនចែកជូនប្រិមិត្តជាប្រចាំប៉ុណ្ណោះហើយឥឡូវយើងមកដឹងពីព័ត៌មានសង្ខេបថ្មីខ្ញុំជំរាបជូនបងប្អូនទាំងគ្នាក៏ដូចជាទិសដៅតម្លៃហាងឆេមីផងដែរតកតងនៅក្នុងតំបន់មជ្ឈមបូព៌ាគឺខ្ញុំជូនព័ត៌មានថ្មីការចរចារវាងអាមេរិកអឺរ៉ង់នៅនឹងត្រឹងមិនទាន់ទៅណាទេដោយអឺរ៉ង់បានដាក់សំណើទៅអាមេរិកឲ្យដកការប្លុករបស់ខ្លួននៅច្រកសមុទ្រអូម៉ង់បាទច្រកសមុទ្រហូម៉ូសហ្នឹងវាឆ្លងកាត់សមុទ្រពាក់ជាមួយនឹងអូម៉ង់អញ្ចឹងអឺរ៉ង់ឲ្យអាមេរិកដកនាវារបស់ខ្លួនចេញពីឈូងសមុទ្រអូម៉ង់នឹងចេញគេហៅថា naval blockage ដកអានឹងចេញទៅដើម្បីបើកច្រកសមុទ្រគ្នាប៉ុន្តែអាមេរិកនៅពិចារណាសំណើហ្នឹងអត់ទាន់ទេហើយដូច្នេះការចរចានៅតាក់ទើកន្លែងហ្នឹងហើយការដែលបញ្ជូនបេសកជនរបស់ខ្លួនពីអាមេរិកទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីចរចានោះគឺលោកដូណាល់ត្រាំឲ្យត្រឡប់មកវិញថាមានការអីអាចជជែកតាមទូរស័ព្ទមកទៅមិនចាំបាច់ផ្ទាល់ទេបាទអញ្ចឹងសង្គ្រាមមជ្ឈមបូព៌ានៅត្រឹងកន្លែងហ្នឹងព័ត៌មានថ្មីមួយទៀតតាក់ទងជាមួយនឹង OPEC បាទគឺជាប្រទេសដែលសមាគមប្រេងធំជាងគាត់បំផុតនៅក្នុងពិភពលោកគឺ United Arab Emirates បាទ UAE បានប្រកាសដកខ្លួនចេញពីសមាគម OPEC ហើយហេតុអីបានដកខ្លួនចេញដោយសារតែការផ្គត់ផ្គង់របស់ OPEC ហ្នឹងគេមានកូតារបស់គេមានថាក្នុង OPEC ហ្នឹងមួយគេកំណត់ទៅប្រទេសមួយហ្នឹងផលិតប្រេងបានប្រមាណលានលីត្រក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ពិភពលោកកុំឲ្យវា imbalance កុំឲ្យវាការឡើងចុះដូច្នេះការផ្គត់ផ្គង់នោះវាដោយសារតែ UAE នឹងត្រូវការផ្គត់ផ្គង់បន្ថែមទៀតដោយសារតែអាកាសល្អអញ្ចឹងទៅក៏សម្រាប់ចិត្តដកខ្លួនចេញពីសមាគម OPEC ដែលនេះធ្វើជាព័ត៌មានមួយសំខាន់សម្រាប់ការតាមដានតម្លៃប្រេងតម្លៃហាងឆេងមាសផ្សេងទាំងអស់នៅក្នុងពិភពលោកការដែលដកខ្លួនចេញទៀតសោតនឹងធ្វើឲ្យតម្លៃប្រេងមានការធ្លាក់ថ្លៃបងប្អូនគ្នានៅពេលដែលមាសធ្លាក់ថ្លៃតម្លៃមាសសំទោសនៅពេលដែលប្រេងធ្លាក់ថ្លៃតម្លៃមាសនឹងហក់ឡើងលើជាវិញអញ្ចឹងជារួមខ្លីមកវិញតម្លៃមាសនឹងបន្តឡើងថ្លៃបើទោះបីជាយើងឃើញតម្លៃមាសប្រហែលថ្ងៃហ្នឹងនៅការធ្លាក់ថ្លៃដែរហើយដូចខ្ញុំជំរាបជូនបងប្អូនទាំងគ្នាតម្លៃមាសពីថ្ងៃនេះរហូតដល់ចុងខែនឹងមិនប្រែប្រួលខ្លាំងទេពលគឺ sideways រងចាំព័ត៌មានធំចេញមកព័ត៌មានទិន្នន័យFOMC meeting GDP CPI និង non-farm payroll ព័ត៌មានទាំងអស់នេះគឺជាព័ត៌មានគោលដើម្បីកំណត់វាសនាមាសក្នុងប្រចាំខែអញ្ចឹងតម្លៃមាសនឹងបន្តអ្វីដែលខ្ញុំមើលឃើញអ្វីដែលខ្ញុំតាមតម្លៃមាសនឹងបន្តឡើងលើបន្ថែមទៀតដូច្នេះបងប្អូនដែលជាប់តម្លៃមាសខ្ពស់យើងរងចាំតិចទៀតទៅហើយបងប្អូនដែលទិញតាមអ្វីដែលខ្ញុំបាននេះកំពុងចំណេញហើយបើសិនជាបងប្អូនត្រូវការjoin group ជាមួយនឹងខ្ញុំបានអាចតំណមកបានតាមរយៈលេខទូរស័ព្ទ0957222372 admin តែងតែព្យាយាមយកព័ត៌មានល្អសំខាន់សង្ខេបជូនប្រិយមិត្តទាំងអស់គ្នាឲ្យចំគោលដៅជាពិសេសសញ្ញាទិញលក់ផងដែរថាកន្លែងណាគួរទិញកន្លែងណាមិនគួរទិញហើយនេះគឺជាអ្វីដែលព័ត៌មានប្រចាំសំខាន់ដែលខ្ញុំជំរាបជូនដល់គ្នាជាថ្មីមកទៀតសូមអរគុណបាទអរគុណដល់បងប្អូនទាំងគ្នាដែលនឹកឃើញខ្ញុំបាទពេលខ្លះមក clear ហ្នឹងធ្វើឲ្យខ្ញុំមានកម្លាំងចិត្តដែរហ្នឹងនឹកឃើញតែធ្វើអត់មានភាពចិត្តអត់មានអ្នកសួរនាំដែរបាទហើយខ្ញុំអរគុណបងប្អូនទាំងគ្នាដែលបានសួរនាំ admin pro ហើយមានអ្វីថ្មីខ្ញុំជំរាបជូនបងប្អូនទាំងគ្នាទៀតគាត់តែខ្ញុំអត់បានចេញវីដេអូប៉ុន្តែព័ត៌មានតាមជាប់ទេអញ្ចឹងអរគុណបងប្អូនទាំងគ្នាជាថ្មីមកទៀតហើយមានចង្អុលអីតាក់ទង admin បានតាមរយៈលេខទូរស័ព្ទ0957222372សូមអរគុណ